បាទព័ត៌មានពិស្ដារទី1ព័ត៌មានពិស្ដារទី1ឥឡូវនេះគឺកំពុងតែកើតឡើងគឺលោកប្រធានាធិបតីកំពុងតែថ្លែងសន្ទរកថាប៉ុន្តែខ្ញុំបានដឹងខ្លឹមសារខ្លះៗតាមរយៈសារព័ត៌មាន Politico ដែលគាត់បានដឹង ពីខ្លឹមសារដើមដូច្នេះខ្ញុំសូមជម្រាបជូនប្រិមិត្តទាំងអស់គ្នានៅអ្វីដែលលោកប្រធានាធិបតីថ្លែងនៅក្នុងសន្ទរកថានៅគេថា prime time គឺម៉ោងសំខាន់ម៉ោងមាសនៅក្នុងសហរដ្ឋអាមេរិកនេះដែលមានអ្នកចូលរួមស្ដាប់ច្រើនគឺលោកប្រធានាធិបតី Donald Trump ប្រើប្រាស់សន្ទរកថាដ៏សំខាន់នៅយប់ថ្ងៃពុធណានៅអាមេរិកយប់ថ្ងៃពុធទៅហើយដើម្បីប្រកាសថាសង្គ្រាមរយៈពេល1ខែនៅក្នុងប្រទេសអ៊ីរ៉ង់កំពុងឈានទៅដល់ទីបញ្ចប់ក្រោយការកើនឡើងនៃតម្លៃប្រេងនិងការស្ទង់មតិអំពីការគ្រប់គ្រងរបស់លោកបានធ្លាក់ចុះយ៉ាងខ្លាំងលោកប្រធានាធិបតីបានផ្ញើសារនេះគឺជាបន្តបន្ទាប់តាមទូរលេខតាមរយៈបទសម្ភាសន៍ជាដើមហើយនឹងការបង្ហោះទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងនិយាយជាមតិសាធារណៈនៅក្នុងរយៈពេល24ម៉ោងគឺលោកថ្លែងដដែលដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ការថ្លែងសន្ទរកថារបស់លោកនៅយប់នេះតែម្ដងដែលលោកបានបញ្ជាក់ថាគឺគោលបំណងយោធាទាំងអស់របស់សហរដ្ឋអាមេរិកឥឡូវនេះគឺសម្រេចបានហើយនេះបើយោងតាមអ្នកដែលបានដឹងអំពីផែនការនេះបាននិយាយប្រាប់សារព័ត៌មានណាបាទលោកក៏មានបំណងស្ដីបន្ទោសផងដែរទៅដល់សម្ព័ន្ធមិត្តអង្គការអូតង់បាទចំពោះបញ្ហាធំដែលមិនទាន់ដោះស្រាយគឺជាពិសេសគឺការបិទច្រកហូមូសដែលនៅមិនទាន់ដោះស្រាយហើយតាមដំណើរគឺលោកនឹងដើរចេញទុកឲ្យគេដោះស្រាយបញ្ហានោះលោក Steve Bannon ដែលជាអតីតប្រធានយុទ្ធសាស្ត្ររបស់សេតាវិមានរបស់លោកត្រាំបាននិយាយថាលោកប្រធានាធិបតីនឹងប្រកាសជាចម្បងគឺអំពីជ័យជំនះបាទដោយដាក់ចេញនៅអ្វីដែលលោកសម្រេចបាននៅក្នុងប្រទេសអ៊ីរ៉ង់និងអ្វីដែលលោកធ្វើមុនពេលសហរដ្ឋអាមេរិកចាកចេញបាទក្នុងនោះគឺមានការនិយាយអំពីការបោះបង់សម្ព័ន្ធមិត្ត NATO ចោលផងដែរដោយចាត់ទុកថានោះជាបញ្ហារបស់ពួកគេហើយការសម្រេចចិត្តរបស់លោកប្រធានាធិបតីក្នុងការថ្លែងសន្ទរកថាដ៏សំខាន់មួយបាទនៅអំពីទីបញ្ចប់នៃសង្គ្រាមនេះគឺកើតឡើងក្នុងខណៈពេលដែលសហរដ្ឋអាមេរិកបញ្ជូនកងម៉ារីនបន្ថែមចំនួន2500នាក់ដែលធ្វើដំណើរទៅកាន់តំបន់នោះដើម្បីជាការមួយអាចនឹងផ្ដល់ជំរឿសសម្រាប់លោកប្រធានាធិបតីក៏ប៉ុន្តែការថ្លែងរបស់លោកប្រធានាធិបតីនៅយប់នេះក៏ជាការមួយមានចេតនាប៉ុនប៉ងដើម្បីបន្ថយការព្រួយបារម្ភរបស់អ្នកបោះឆ្នោតអាមេរិកដែលនឹងត្រូវបោះឆ្នោតនៅខែ11ខាងមុខនេះហើយនិងស្ថានភាពមិនស្រួលអំពីទីផ្សារភាគហ៊ុននៅ Wall Street បាទហើយនឹងដែលប៉ះពាល់ទៅដោយទីផ្សារធម្មពលហើយនឹងការបិទច្រកសមុទ្រ Hormuz នៅក្នុងប្រទេសអ៊ីរ៉ង់បាទជាមួយនឹងចំនួនដែលកំពុងបន្តសន្ទរកថារបស់លោកត្រាំគឺផ្ដល់ឱកាសឲ្យលោកប្រធានាធិបតីបង្ហាញអំពីគោលបំណងនៃសង្គ្រាមគឺលោកបាននិយាយមុននេះបន្តិចដែលខ្ញុំបកប្រែទូឲ្យប្រិមិត្តបានដឹងហើយនឹងអំពីអ្វីដែលជាជ័យជំនះដែលលោកនឹងចង់បានហើយប្រសិនបើការចរចាបានបរាជ័យបាទនៅផ្នែកជ្រុងខាងនយោបាយវិញវាគឺជាការងារដ៏ធ្ងន់ធ្ងរមួយសម្រាប់លោកប្រធានាធិបតីផងដែរបាទដោយសារតែប្រជាពលរដ្ឋអាមេរិកភាគច្រើនគឺមិនពេញចិត្តនឹងការឲ្យបន្តសង្គ្រាមនេះទេបាទហើយលោកប្រធានាធិបតីបាទត្រូវតែថ្លែងដើម្បីឲ្យមហាជនមានការស្ងប់ចិត្តបាទអញ្ចឹងខ្ញុំសូមជូនខ្លីប៉ុណ្ណឹងអំពីព័ត៌មានទី1ណាហើយខ្ញុំនឹងជូនព័ត៌មានលម្អិតនៅពេលក្រោយទៀតនៅពេលដែលចប់ការផ្សាយនេះខ្ញុំនឹងទៅស្ដាប់ឡើងវិញតើលោកប្រធានាធិបតីថ្លែងយ៉ាងម៉េចខ្ញុំនឹងដកសំមកជម្រាបជូនប្រិមិត្តផងដែរប៉ុន្តែដោយសំខាន់ទៅគឺអាចនឹងឈានទៅដល់ការបញ្ចប់ក្នុងការប្រយុទ្ធនៅអ៊ីរ៉ង់នៅក្នុងពេលឆាប់ៗនេះហើយរីឯព័ត៌មានទី2តកតងជាមួយនឹងសេចក្តីរាយការណ៍នានាដែលកម្ពុជាបានចាប់មេខ្លោងខាងឆបកតាមអនឡាញហើយបញ្ជូនទៅឲ្យប្រទេសចិនវិញប្រិមិត្តបានដឹងស្រាប់ហើយនៅក្នុងប្រទេសកម្ពុជាអញ្ចឹងខ្ញុំសូមដកស្រង់ពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងមកជម្រាបជូនហើយក៏ខ្ញុំនិយាយម្ដងហើយម្ដងទៀតក៏អ្នកខ្លះថ្មីឬក៏អ្នកខ្លះនិយាយមិនដឹងថាខ្ញុំបកប្រែទេបកប្រែទូទេណាមិនមែនជាការអត្ថាធិប្បាយរបស់ខ្ញុំទេពីព័ត៌មានសារព័ត៌មានគាត់សរសេរមានអ្នកខ្លះគាត់ឃើញខ្ញុំយក South China Morning Post មក
ចែករំលែកគាត់ថានិយាយអីក៏ស្រាលម្លេះថាខ្ញុំនិយាយអីក៏ស្រាលម៉េះខ្ញុំថាខ្ញុំមិនអ្នកនិយាយទេគឺសារព័ត៌មានគេសរសេរអញ្ចឹងខ្ញុំបកប្រែជូនទេបើគេសរសេរស្រាលគឺវាស្រាលតាមហ្នឹងទេមិនមែនខ្ញុំទេណាបាទអញ្ចឹងនេះគឺជាក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថាអតីតប្រធានក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Hui Won Group គឺលោកលីស្យងត្រូវបានធ្វើបដិញ្ញាប័ណ្ណពីប្រទេសកម្ពុជាទៅប្រទេសចិននៅថ្ងៃពុធទី1ខែមេសានេះហើយបាទគឺថ្ងៃពុធហ្នឹងនេះបើតាមការឲ្យដឹងរបស់ទីក្រុងប៉េកាំងលោកលីស្យងអាយុ41ឆ្នាំក្មេងល្ហកណាដែលកើតនៅប្រទេសចិនត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ពីបទលាងលុយខុសច្បាប់សម្រាប់អ ுக ្រិតជនតាមអ៊ីនធឺណិតដែលមានមូលដ្ឋាននៅកូរ៉េខាងជើងនិងនៅអាស៊ីអាគ្នេយ៍ហើយហើយប្រទេសចិនក៏ត្រូវការចាប់ខ្លួនលោកផងដែរក្រុមហ៊ុន Hui Won Group ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញបានបម្រើការជាចំណុចសំខាន់មួយសម្រាប់លាងប្រាក់ចំណូលពីការលួចតាមអ៊ីនធឺណិតដែលអនុវត្តដោយរដ្ឋាភិបាលកូរ៉េខាងជើងនិងសម្រាប់ក្រុមអក្រិតជនឆ្លងដែននៅអាស៊ីអាគ្នេយ៍ដែលប្រព្រឹត្តការឆោបបោកលើការវិនិយោគលើរូបិយប័ណ្ណ Digital នេះបើតាមការឲ្យដឹងរបស់ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុនបាទនេះគឺក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកទេណាឲ្យដឹងហើយ AFP គាត់យកមករាយការណ៍ហើយខ្ញុំបកប្រែជូនប្រិមិត្តទូរទស្សន៍រដ្ឋ CCTV របស់ចិនបានបង្ហាញអតីតប្រធានក្រុមហ៊ុន Hui Won Group លោកលីស្យងថាមានកោសក់ហើយនឹងដៃជាប់ខ្នោះត្រូវបានប៉ូលីសចិនអមដំណើរចុះពីយន្តហោះ China Southern Airline បណ្ដាញអនុវត្តច្បាប់អក្រិតកម្មហិរញ្ញវត្ថុហៅថា FinCEN របស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបាននិយាយថាក្រុមហ៊ុននេះដែលជាក្រុមហ៊ុនដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនបានផ្ដល់សេវាពាណិជ្ជកម្មអេឡិចត្រូនិកការទូទាត់និងប្តូរប្រាក់គ្រីបតូបានទទួលប្រាក់ចំណូលខុសច្បាប់យ៉ាងហោចណាស់ចំនួន$4000 លានរវាងខែសីហាឆ្នាំ2021និងខែមករាឆ្នាំ2025នេះបើតាមសេចក្តីរាយការណ៍របស់ AFP នោះរួមបញ្ចូលទាំងប្រាក់ចំណូលពីការឆោបបោកមូលនិធិលួចនិងជនល្មើសតាមអ៊ីនធឺណិតខុសច្បាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនគឺ Xinhua បានរាយការណ៍ថាលោកលីគឺជាចំណុចកណ្ដាលនៃក្រុមល្បែងស៊ីសងនិងខ្លែងបន្លំឆ្លងដែនដ៏សំខាន់មួយដោយស៊ីនហួរដកសងសម្ដីនេះគឺរបស់មន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ចិនណាអញ្ចឹងគឺខាងក្រសួងរបស់ចិនបាននិយាយទេណាបាទក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការស៊ើបអង្កេតបានរកឃើញថាលោកលីស្យងអតីតប្រធានក្រុមហ៊ុន Hui Won Group ដែលនៅក្រោមក្រុមហ៊ុន Prince Group ត្រូវបានសង្ស័យពីបទឧក្រិដ្ឋជាច្រើនរដ្ឋាភិបាលកម្ពុជាបានធ្វើបច្ចុប្បន្នលោកចិនស៊ីស្ថាបនិកក្រុមហ៊ុន Prince Group ដែលកើតនៅប្រទេសចិនកាលពីខែមករាបន្ទាប់ពីក្រុមហ៊ុនកម្ពុជាបានរបស់គាត់ត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសកាលពីប្រហែលខែមុនពីបទពាក់ព័ន្ធនឹងការឆោបបោកតាមអ៊ីនធឺណិតកាលពីថ្ងៃពុធទីក្រុងប៉េកាំងបានហៅលោកលីនៃក្រុមហ៊ុន Hui Won ថាជាសមាជិកស្នូលនៃក្រុមអក្រិតជនរបស់លោកចិនស៊ីក្រសួងមហាផ្ទៃកម្ពុជាបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកលីត្រូវបានចាប់ខ្លួននៅកម្ពុជានិងត្រូវបាននិរទេសខ្លួនតាមសំណើរបស់អាជ្ញាធរចិនបន្ទាប់ពីការស៊ើបអង្កេតរួមគ្នាអស់រយៈពេលជាច្រើនខែប្រទេសកម្ពុជាបានលេចចេញជាចំណុចក្តៅសម្រាប់ប្រតិបត្តិការឆោបបោកតាមអ៊ីនធឺណិតក្នុងរយៈពេលប្រមាណឆ្នាំថ្មីនេះក្រុមឧក្រិដ្ឋកម្មឆ្លងដែនដំបូងឡើយភាគច្រើនផ្ដោតលើអ្នកនិយាយភាសាចិនមុនពេលពង្រីកវិសាលភាពរបស់ពួកគេនិងលួចប្រាក់រាប់សិបលានដុល្លារជារៀងរាល់ឆ្នាំពីជនរងគ្រោះនៅជុំវិញពិភពលោកបាទខ្ញុំសូមបើកវងកញ្ចក់បន្តិចណានេះគឺជាអត្ថបទប៉ុន្តែខ្ញុំសូមបើកវងកញ្ចក់បន្តិចមានក្មួយខ្លះសួរមកខ្ញុំថាពូអញ្ចឹងលុយដែលក៏មុននឹងបោកប្រាន់តែយើងអាចសុំពីអាមេរិកដែលគេបកកនឹងយកមកចាយសម្រាប់កម្ពុជាវិញបានទេគាត់សួរលើកមែនលើលេងប៉ុន្តែអ្នកនិយាយសួរហ្នឹងគឺដូចកំ pl ែងទេអត់ទេក្មួយគឺ
បាទលុយនេះគឺគេទៅបង្វែរទៅឲ្យជនរងគ្រោះបណ្ដាអាមេរិកឲ្យទៅអាមេរិកវិញចឹងបាទគឺលុយហ្នឹងគឺមិនមែនជាជនរងគ្រោះកម្ពុជាយើងផាមានតែតិចតួចទេក៏ដូច្នេះយើងទៅយកលុយរបស់គ្នាអ្នករងគ្រោះហ្នឹងមកហ្នឹងគឺអ្នកដែលសុំយកមកហ្នឹងគឺខ្លាចទៅជាអ្នកល្មើសវិញហើយណាកុំល្មើសនឹងចង់បានលុយគេអីបាទនេះបិទមកវិញមកមានក្មួយខ្លះគាត់ឃើញរឿងនេះខ្ញុំដាក់គាត់ខមមិនមកសួរនៅខាងមេសេចមកសួរបាទសូមបន្តទៅអត្ថបទរបស់ AFP បន្តទៀតក្រុមអក្រិតជនដែលមានការរៀបចំបានប្រើប្រាស់កាស៊ីណូសន្តាគារនិងបរិវេណដែលមានបន្ទាយព័ទ្ធយ៉ាងរឹងមាំនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ជាមូលដ្ឋានដើម្បីប្រព្រឹត្តការបោកប្រាស់តាមអ៊ីនធឺណិតបាទដោយមានប្រតិបត្តិការយ៉ាងស្មុគស្មាញយ៉ាងទំនើបរបស់ពួកគេដែលមានការបោកប្រាស់តាមរយៈគម្រោងវិនិយោគរូបិយប័ណ្ណគ្រីបតូនិងទំនាក់ទំនងស្នេហាคล้ายៗនេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀននិងឧក្រិដ្ឋកម្មបណ្ដាញអនុវត្តច្បាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ FinCEN របស់សហរដ្ឋអាមេរិកបានកំណត់ក្រុមហ៊ុន Huiwon Group ជាកង្វល់ចម្បងបាទនៃការលាងលុយកខ្វក់នៅក្នុងខែឧសភាដោយក្រោយមកបានហាមឃាត់ស្ថាប័នហិរញ្ញវត្ថុអាមេរិកមិនឲ្យរក្សាគណនីរបស់ធនាគារនោះនៅក្នុងដំណើរការប្រតិបត្តិការពាក់ព័ន្ធនឹងក្រុមហ៊ុននេះទេបណ្ដាញអនុវត្តច្បាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ FinCEN បាននិយាយថាឧក្រិដ្ឋជនដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងជើងបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្រុមហ៊ុន Huiwon ដើម្បីលាងលុយកខ្វក់រូបិយប័ណ្ណគ្រីបតូដែលត្រូវបានលួចសម្រាប់ផលប្រយោជន៍នៃកម្មវិធីមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាងដែលជាការរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងអន្តរជាតិបាទសេវាកម្មរូបិយប័ណ្ណគ្រីបតូនិងទីផ្សារអនឡាញរបស់ Huiwon បានធ្វើឲ្យក្រុមនេះក្លាយជាមជ្ឈមណ្ឌលតែមួយសម្រាប់ឧក្រិដ្ឋជនក្នុងការលាងលុយកខ្វក់បានមកពីរូបិយប័ណ្ណគ្រីបតូដែលបានតាមរយៈសកម្មភាពខុសច្បាប់និងបដូរវាទៅជាប្រាក់ស្របច្បាប់នេះបើយោងតាមការចុះផ្សាយរបស់ AFP បានទូរស័ព្ទទៅលេខជាច្រើនរបស់ក្រុមហ៊ុន Huiwon ដែលមាននៅលើបញ្ជីអាជីវកម្មផ្លូវការរបស់ក្រុមហ៊ុនប៉ុន្តែគ្មានអ្នកឆ្លើយតបទេកាលពីថ្ងៃពុធអញ្ចឹង AFP គាត់ព្យាយាមតាក់ទងណាលោកចិននិងលោកលីទាំងពីរនាក់ត្រូវបានផ្ដល់សញ្ជាតិកម្ពុជាដែលក្រោយមកត្រូវបានដកចេញវិញលោកចិនធ្លាប់បានបម្រើការជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងឪពុករបស់លោកគឺអតីតមេដឹកនាំគឺលោកហ៊ុនសែនលោកហ៊ុនម៉ាណែតបានប្រាប់ AFP កាលពីខែកុម្ភៈថារដ្ឋាភិបាលមិនបានដឹងថាលោកជាមេខ្លោងហើយបានបដិសេធការចោទប្រកាន់ពីបទគប់គិតជាមួយនឹងរដ្ឋាភិបាលដោយលោកបានថ្លែងថាអាជ្ញាធរកម្ពុជាបានសន្យាថានឹងបិទមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតទាំងអស់នៅចុងខែមេសាដោយលោកហ៊ុនម៉ាណែតបានថ្លែងថាពួកគេកំពុងធ្វើឲ្យប្រទេសជាតិមានកេរ្តិ៍ឈ្មោះអាក្រក់ការជំរុញការអនុវត្តច្បាប់ដែលអ្នកវិភាគបានរិះគន់ថាជាការបិទបាំងក៏បានឃើញមនុស្សរាប់ពាន់នាក់រត់គេចចេញពីទីតាំងឆបោកដែលសង្ស័យក្នុងរយៈពេលប្រមាណខែថ្មីនេះអ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថាការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំល្បែងស៊ីសងតាមអ៊ីនធឺណិតនិងទូរគមនាគមន៍គឺជាការទទួលខុសត្រូវរួមគ្នារបស់សហគមន៍ពិភពលោកទីក្រុង Washington បានចោទប្រកាន់កាលពីឆ្នាំមុនថាក្រុមហ៊ុន Prince Group ដែលជាក្រុមហ៊ុនធំជាងគេមួយរបស់កម្ពុជាបានបម្រើការជាអ្នកនាំមុខសម្រាប់អង្គការឧក្រិដ្ឋកម្មឆ្លងដែនធំជាងគេមួយរបស់អាស៊ីក្រុមហ៊ុន Prince Group បានបដិសេធការចោទប្រកាន់ទាំងនេះបាទនេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ណាឃើញទេបារាំងបើសិនជាប្រិមិត្តស្ដាប់តែនៅក្នុងប្រទេសកម្ពុជាយើងបានដឹងតែពីប្រភពនៅកម្ពុជាទេដល់ពេលយើងស្ដាប់ព័ត៌មានបរទេសបារាំង AFP អញ្ចឹងគាត់បានប្រភពពីខាងចិននិយាយមកវិញឃើញមិញហ្នឹងគាត់បានទាំងពីប្រភពក្រសួងការបរទេសចិនក៏ថ្លែងហើយនឹងប្រភពក្រសួងសន្តិសុខជាតិរបស់ខាងចិនក៏បានថ្លែងអញ្ចឹងដូច្នេះបូកបន្ថែមជាមួយនឹងខាងមន្ត្រីរបស់កម្ពុជាក៏បានថ្លែងអញ្ចឹងបានថាព័ត៌មានអន្តរជាតិនោះវាក្តោបទាំងអស់អញ្ចឹងដូចថាបាទខ្ញុំអញ្ចឹងបាទខ្ញុំយកមកជម្រាបជូនប្រិមិត្តទាំងអស់គ្នាបន្ថែមបើទោះបីជាប្រិមិត្តបានដឹងពីក្នុងប្រទេសកម្ពុជាហើយក៏ដោយណាបាទ
ព័ត៌មានទី3បាទព័ត៌មានទី3ជារឿងក្តៅកគុកមួយទៀតដែរគឺតាក់ទងជាមួយនឹងការផ្ដល់សិញ្ជាតិបាទការអត់សំទោសតាក់ទងជាមួយនឹងការដកសិញ្ជាតិបាទផ្ដល់សិញ្ជាតិដកសិញ្ជាតិហ្នឹងបាទគឺនៅថ្ងៃនេះតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានបើកសវនាការតាក់ទងជាមួយនឹងបទបញ្ជារបស់លោកប្រធានាធិបតី Donald Trump ដែលឲ្យដកសិញ្ជាតិពីទារុណាដែលកើតពីម្ដាយដែលមិនមែនជាពលរដ្ឋអាមេរិកដែលមកសហរដ្ឋអាមេរិកនេះគ្រាន់តែជាក្នុងនាមជាសិស្សបាទជាសិស្សជានិស្សិតជាអ្នកស្រាវជ្រាវមកឬក៏ជាទេសចរទេហើយឪពុកនឹងក៏មិនមែនជាជនជាតិអាមេរិកដែរអញ្ចឹងហើយក្នុងពេលកន្លងមកគឺច្បាប់បានអនុញ្ញាតថាអ្នកណាដែលកើតនៅសហរដ្ឋអាមេរិកទោះបីជាមកក្នុងឋានៈណាក៏ដោយគឺបានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិពេលហ្នឹងរដ្ឋបាលលោកត្រាំលោកថាមិនអាចធ្វើអញ្ចឹងបានទេគឺលោកចាប់ផ្ដើមពីអាណត្តិទី2ទៅអញ្ចឹងអ្នកណាអាយុ2ឆ្នាំអីហ្នឹងមិនអីទេណាបាទគឺអ្នកថ្មីមកថ្មីតាំងពីអាណត្តិរបស់លោកត្រាំ2025មកហ្នឹងបាទខែ2មកហ្នឹងគឺអាចនឹងប៉ះពាល់ណាអញ្ចឹងឥឡូវតុលាការកំពូលបានយកសំណុំរឿងនេះមកពិភាក្សានៅថ្ងៃនេះមកកាត់ក្តីនៅថ្ងៃនេះបាទហើយពេលហ្នឹងគឺក្នុងពេលដែលមេធាវីរបស់រដ្ឋាភិបាលកំពុងតែឡើងការពីលោកត្រាំគាត់ចូលដែរបាទលោកចូលទៅស្ដាប់ក្នុងសវនាការនឹងតែម្ដងបាទដើម្បីឲ្យបានដឹងអំពីដំណើររឿងហ្នឹងបាទហើយពេលដែលចូលទៅហ្នឹងគឺបាទលោកមិននៅយូរទេបាទលោកមិននៅយូរទេគឺលោកនៅប្រហែលជាង10នាទីបាទជាង10នាទីក៏លោកដើរចេញវិញក្នុងគណៈពេលដែលមេធាវីខាងគេថាអង្គការសង្គមស៊ីវិលដែលការពារមិនឲ្យដកសញ្ជាតិហ្នឹងគាត់ឡើងការពារថាតើអ្នកដែលមានសញ្ជាតិមានអីហ្នឹងតើច្បាប់យ៉ាងម៉េចហ្នឹងគឺគាត់បានដើរចេញវិញបាទបានឡើងការពារអញ្ចឹងលោកប្រធានាធិបតីមិនទ្រាំនៅស្ដាប់គាត់ដើរចេញវិញបាទហើយតាមការសង្កេតហ្នឹងគឺអ្នកជំនាញគាត់ថាគឺអ្វីដែលលោកប្រធានាធិបតី Donald Trump អញ្ជើញទៅចូលរួមនេះបាទលោកបានខ្លាចទៅជាប្រធានាធិបតីសហរដ្ឋអាមេរិកដែលកំពុងកាន់អំណាចទី1ហើយដែលទៅអង្គុយស្ដាប់សវនាការបែបនេះដល់អញ្ចឹងទៅគេចាត់ទុកថានេះគឺជាកាយវិការនៃការទៅបំផិតបំភ័យបាទ bully ស្រិតថិនទៀតទៅដល់ចក្រមដែលកំពុងតែចក្រមតុលាការកំពូលទៀតណាដែលកំពុងតែបើកសវនាការកាត់ក្តីហ្នឹងបាទពីព្រោះអីក្នុងពេលកន្លងមកគឺលោកប្រធានាធិបតី Donald Trump បានខកចិត្តដែរដោយសារតែតុលាការកំពូលបានច្រានចោលនៅការយកពន្ធបដិការរបស់លោកប្រធានាធិបតីលោកប្រធានាធិបតីចាញ់ក្តីនៅតុលាការកំពូលហើយលោកក៏ចាប់ផ្ដើមវាយប្រហារទៅលើតុលាការកំពូលដោយចាត់ទុកថាមិនយុត្តិធម៌ធ្វើការមិនត្រឹមត្រូវទេបាទថែមទាំងនិយាយពាក្យមិនពិរោះផងដែរបើទោះបីជាចក្រម3នាក់ក្នុងចំណោមចក្រម9នាក់ហ្នឹងគឺលោកប្រធានាធិបតី Donald Trump បានតែងតាំងពីអាណត្តិទី1បាទក៏ប៉ុន្តែលោកចក្រមលោកស្រីចក្រមនោះគឺមិនធ្វើតាមអ្វីដែលលោកប្រធានាធិបតីចង់បានទាំងស្រុងនោះទេបាទអញ្ចឹងហើយធ្វើឲ្យលោកប្រធានាធិបតីអន់ចិត្តបាទដូច្នេះពេលដែលលោកដើរចេញទៅវិញមកហ្នឹងគឺក៏មានអ្នកតវ៉ានៅខាងក្រៅដែរហើយសូម្បីតែពេលលោកចូលទៅហ្នឹងបើទោះបីជាគេថាលោកទៅមានលក្ខណៈបំផិតបំភ័យប៉ុន្តែពេលដែលលោកធ្វើដំណើរចូលហ្នឹងចក្រមគេមិនយកចិត្តទុកដាក់នឹងលោកទេគឺមិនចាប់អារម្មណ៍ទេមិនចាប់អារម្មណ៍គឺធ្វើធម្មតាបាទពីព្រោះនៅក្នុងសវនាការរបស់តុលាការសហរដ្ឋអាមេរិកគឺចក្រមកាយណាពេលដែលគាត់កំពុងតែបើកសវនាការអត់មានអាណាសាយអាណានិយាយអីគាត់ទៅតែស្កប់ស្ងាត់ហើយបើតាមធម្មតាគឺអ្នកដែលកំពុងតែពេលសវនាការអញ្ចឹងគេមិនឲ្យដើរចេញអីប្រេបដាទេបាទលោកត្រាំក៏ដើរចេញហើយមានអ្នកទៅជាមួយនឹងគឺមានលោកស្រីរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ណ្ឌក៏អញ្ជើញទៅអមជាមួយនឹងលោកប្រធានាធិបតីផងដែរគឺអ្នកស្រី Pam Bondi បាទហើយរីឯនៅខាងក្រៅតុលាការវិញគឺមានអ្នកដែលចេញមកតវ៉ាច្រើនប្រឆាំងនឹងលោកប្រធានាធិបតី Donald Trump ថាគឺអ្វីដែលលោកប្រធានាធិបតីធ្វើនេះគឺជាតាក់ទិចមួយក្នុងការបំផិតបំភ័យទៅដល់ចៅក្រមដែលលោកមកចូលរួមស្ដាប់កន្លែងនេះបាទគឺក៏ប៉ុន្តែពួកគេលើកទឹកចិត្តថាកុំឲ្យតុលាការភ័យខ្លាចក្នុងការសម្រេចទៅតាមអ្វីជាការបំផិតបំភ័យហើយបើតាមអ្នកជំនាញក៏ថាវត្តមានរបស់លោកប្រធានាធិបតី Donald Trump នេះបែរជាធ្វើឲ្យការតាក់ទងនឹងសំណុំរឿងនេះ
គឺមានការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតតែប៉ុណ្ណោះបាទអញ្ចឹងដូច្នេះការសម្រេចរបស់តុលាការកំពូលយ៉ាងណាអាចនឹងដឹងក្នុងពេលឆាប់ៗនេះតែឥឡូវនេះគឺដំណើរការចាប់ផ្ដើមហើយសម្រាប់ប្រិយមិត្តមួយចំនួនដែលបានសួរមកខ្ញុំចង់ដឹងភ័យបារម្ភផងដែរតើកូនចៅគាត់យ៉ាងម៉េចទៅហើយណាបាទឥឡូវនេះគឺសំណុំរឿងនេះនឹងអាចដឹងក្នុងពេលឆាប់ៗនេះហើយព័ត៌មានទី4បាទព័ត៌មានទី4វិញគឺឥឡូវនេះគឺខាងមេដឹកនាំគណៈបកសាធារណរដ្ឋនៅព្រឹទ្ធសភានិងរដ្ឋសភាបានព្រមព្រៀងគ្នាហើយថានឹងបើកដំណើរការក្រសួងសន្តិសុខមាតុភូមិឡើងវិញបន្ទាប់ពីបិទអស់រយៈពេល6សប្តាហ៍ដែលជាការបិទឲ្យយូរជាងគេបំផុតហើយនៅក្នុងប្រវត្តិនៃក្រសួងសន្តិសុខមាតុភូមិនេះបាទដោយសារតែក្នុងពេលកន្លងមកគឺមានច្បាប់មួយដែលផ្ដល់ថវិកាឲ្យទៅក្រសួងសន្តិសុខមាតុភូមិគឺឲ្យគ្រប់ទាំងអស់លើកលែងតែប៉ូលីសអន្តោប្រវេសន៍អាយដែលមិនផ្ដល់ប្រាក់ជូនទេពេលហ្នឹងបញ្ជូនទៅដល់ខាងរដ្ឋសភាកាលពីសប្តាហ៍មុនរដ្ឋសភាច្រានចោលឥឡូវនេះគឺក្រោយពីការសន្ទនាគ្នារវាងមេដឹកនាំគណៈបក្សសាធារណរដ្ឋនៅខាងព្រឹទ្ធសភានិងមេដឹកនាំគណៈបក្សសាធារណរដ្ឋនៅខាងរដ្ឋសភានិងការពិភាក្សាគ្នាជាមួយនឹងលោកប្រធានាធិបតី Donald Trump ក៏មានការឯកភាពគ្នាថាអូខេអញ្ចឹងយកច្បាប់នោះដែលអនុវត្តកាលពីសប្តាហ៍មុនហ្នឹងមកឡើងវិញមកបាទដើម្បីអាចបើកដំណើរការក្រសួងហ្នឹងពីព្រោះកាលពីសប្តាហ៍មុនខាងរដ្ឋសភាគណៈបក្សសាធារណរដ្ឋមិនព្រមទេច្រានចោលហើយខាងសេតាវិមានរបស់លោកប្រធានាធិបតី Donald Trump ក៏មិនព្រមដែររិះគន់ផងដែរប៉ុន្តែឥឡូវខាងសេតាវិមានព្រមហើយគឺបើទោះបីជាមិនបានតាមគណៈបក្សប្រជាធិបតេយ្យដែលចង់ឲ្យតាក់ទងជាមួយនឹងការដែលនិយាយអំពីការពាក់ម៉ាស់ដកម៉ាស់ដកអីពីខាងពលិអន្តោប្រវេសន៍អាយក៏ដោយក៏ប៉ុន្តែក៏ទទួលបានការឯកភាពមួយចំនួនដែរគឺថវិកាដែលផ្ដល់ឲ្យពលិអន្តោប្រវេសន៍អាយនេះគឺជាថវិកាសល់ពីឆ្នាំមុនបាទពីឆ្នាំមុនដែលបានអនុម័តរួចហើយសម្រាប់ដំណើរការពលិអន្តោប្រវេសន៍អាយថវិកាឆ្នាំថ្មីនេះគឺមិនផ្ដល់ឲ្យទេដូច្នេះក្រសួងសន្តិសុខមាតុភូមិនឹងបើកដំណើរការរហូតដល់ថ្ងៃទី30ខែកញ្ញាខាងមុខនេះបាទសម្រាប់គណៈបកប្រជាធិបតេយ្យគាត់ចាត់ទុកថានេះគឺជាជ័យជំនះមួយបាទក្រោយពីការតវ៉ាជាងច្រើនគាត់ថាឥឡូវនេះគឺគណៈបកជាសាធារណរដ្ឋបានដឹងហើយថាអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋអាមេរិកពីព្រោះគណៈបកប្រជាធិបតេយ្យគាត់ខឹងដោយសារតែពេលដែលអនុវត្តច្បាប់នៅរដ្ឋ Minnesota គឺទីក្រុង Minneapolis នោះគឺមានការបាញ់សម្លាប់ពលរដ្ឋអាមេរិកអស់ចំនួន2រូបបាទដែលធ្វើឲ្យគណៈបកប្រជាធិបតេយ្យខឹងសម្បាយ៉ាងខ្លាំងបាទដូច្នេះបើតាមគម្រោងគឺនឹងមានការជួបប្រជុំគ្នាដើម្បីអនុម័តនៅថ្ងៃប្រហ័សស្អែកនេះបាទបើទោះបីជាសភាកំពុងតែជប់សម្រាប់វាកងក៏ដោយក៏ប៉ុន្តែនឹងមានសម័យប្រជុំពិសេសបើសិនជាមានការអនុម័តឲ្យត្រឹមត្រូវគឺនឹងត្រូវបានបើកដំណើរការក្រសួងនេះឡើងវិញបាទនេះជាព័ត៌មានសំខាន់ទី4ដែលខ្ញុំយកមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទព័ត៌មានចុងក្រោយនេះបាទគឺជារឿងប្រវត្តិសាស្ត្រមួយទៀតហើយរបស់សហរដ្ឋអាមេរិកបាទសហរដ្ឋអាមេរិកនៅតែខ្លាំងដដែលមកទៅលើខាងវិស័យបច្ចេកវិទ្យាណាវិស័យបច្ចេកវិទ្យាទៅឋានប្រច័ណ្ឌបាទឥឡូវនេះខ្ញុំសូមដកស្រង់អត្ថបទនេះមករីកាទូជូនប្រិយមិត្តទាំងអស់គ្នាបើតាមសេចក្តីរាយការណ៍ឲ្យដឹងថាបន្ទាប់ពីការពន្យាពេលអស់ជាច្រើនសប្តាហ៍ឥឡូវនេះទីភ្នាក់ងារអវកាស NASA បានបាញ់បង្ហោះយាន Artemis ទី2ទៅកាន់លំហអាកាសហើយនៅម៉ោង 6:35 នាទីល្ងាចម៉ោងនៅខាងតំបន់រដ្ឋធានី Washington កាលពីថ្ងៃពុធបាទបើគិតពីម៉ោងនៅក្នុងប្រទេសកម្ពុជាគឺបានន័យថាទៅជាម៉ោងម៉ោង 5:35 នាទីព្រឹកថ្ងៃប្រហ័សនេះបាទនៅកម្ពុជាណាអញ្ចឹងបានន័យថាម៉ោង 5:35 នាទីព្រឹកទី2ខែមេសាឆ្នាំ2026សហរដ្ឋអាមេរិកបានបាញ់បង្ហោះយាន Artemis ទី2ទៅឋានប្រច័ណ្ឌលោកស្រី Charlie Blackwell Thompson គាត់ស្រីផងណាជានាយិកាខាងការបាញ់បង្ហោះសម្រាប់កម្មវិធីប្រព័ន្ធរុករករបស់ NASA
បានប្រាប់ក្រុម Artemis ថាពួកនេះគឺជាក្តីសង្ឃឹមមួយបាទនិងក្តីសុបិនរបស់មនុស្សជំនាន់ថ្មីបាទពីព្រោះតាំងពីជំនាន់60 ផ្លាយមកគាត់នៅក្មេងមិនទាន់កើតផងឥឡូវនេះស្រាប់តែអ្នកជំនាន់ថ្មីបន្តបេសកកម្មនេះគាត់ថានេះគឺជាក្តីសង្ឃឹមនិងជាក្តីសុបិនរបស់មនុស្សជំនាន់ថ្មីក្នុងការបញ្ជូនយានអវកាសដោយមានមនុស្សនៅក្នុងនោះបាទមានអវកាសយាននឹង4នាក់នៅក្នុងនោះតែម្ដងលោកស្រីបានថ្លែងថានៅក្នុងបេសកកម្មប្រវត្តិសាស្ត្រនេះគឺអ្នកនាំយកនៅបេះដូងរបស់ក្រុម Artemis ស្មារតីក្លាហានរបស់ប្រជាពលរដ្ឋអាមេរិកនិងដៃគូរបស់យើងនៅទូទាំងពិភពលោកនិងក្តីសង្ឃឹមនិងក្តីសុបិនរបស់មនុស្សជំនាន់ថ្មីទៅជាមួយអ្នកទាំងអស់គ្នាដើម្បីរុករកស្រាវជ្រាវបើយោងតាមសារព័ត៌មាន NBC បានឲ្យដឹងថាលោក Reed Wiseman ដែលជាមេបញ្ជាការយានអវកាស Artemis ទី2បាទអញ្ចឹងលោក Wiseman ជាឥឡូវនេះកំពុងតែដឹកនាំបេសកកម្មនៅលើអវកាសហើយទៅបាញ់បង្ហោះមុននេះណាបាទបានប្រាប់អ្នកត្រួតពិនិត្យយានអវកាស NASA នៅលើដីថាក្រុមនាវិកអាចមើលឃើញគោលដៅរបស់ពួកគេហើយបាទលោកបាននិយាយថាយើងមានប្រច័ណ្ឌរះដ៏ស្រស់ស្អាតយើងឥឡូវនេះកំពុងតែធ្វើដំណើរទៅកាន់ប្រច័ណ្ឌនោះហើយមុនពេលហោះហើរយានអវកាសគឺមានបញ្ហាតិចតួចដែរប៉ុន្តែគេរកឃើញទាន់គឺមានបញ្ហាតាក់ទងនឹងបច្ចេកទេសថ្មហ្នឹងបាទប៉ុន្តែដោះស្រាយទាន់អញ្ចឹងហើយគឺมันអាចនឹងខកខានទេបានបាញ់បង្ហោះផងដែរអវកាសយាននឹងបាននិយាយលាក្រុមគ្រួសាររបស់ពួកគេហើយបានធ្វើដំណើរទៅកាន់កន្លែងបាញ់បង្ហោះហើយយានអវកាសទៅបានចាក់បំពេញសាំងបន្ថែមការងារដែលបានគ្រោងទុករបស់យើងត្រូវបានបញ្ចប់លោកស្រី Blackwell Thompson បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមុនពេលបាញ់បង្ហោះនៅរសៀលថ្ងៃច័ន្ទសូចនាករទាំងអស់គឺឥឡូវនេះយើងកំពុងស្ថិតនៅក្នុងស្ថានភាពល្អឥតខ្ចោះគឺល្អណាស់ដែលអាចបាញ់បង្ហោះបានកាលពីខែមុនគឺ NASA ចង់បាញ់យាននឹងតាំងពីខែមុនប៉ុន្តែដោយសារតែមានបញ្ហាបច្ចេកទេសមានបញ្ហាតាក់ទងនឹងប្រេងដែលហូរមិនបានត្រឹមត្រូវហ្នឹងក៏ដឹកចូលវិញឥឡូវនេះគឺបានបាញ់បង្ហោះដោយជោគជ័យហើយប្រិយមិត្តនឹងសួរថាតើបេសកកម្មរបស់យាន Artemis ទី2ហ្នឹងគឺដើម្បីអ្វីដែលជាសំខាន់នេះសម្រាប់មនុស្សជាតិហ្នឹងគឺបេសកកម្មរបស់យាន Artemis ទី2នឹងក្លាយជាការហោះហើរអវកាសដែលមានមនុស្សនៅក្នុងនោះបាទទៅកាន់ឋានប្រច័ណ្ឌជាលើកដំបូងហើយរបស់សហរដ្ឋអាមេរិកបន្ទាប់ពីអាក់ខានអស់រយៈពេលជាង50ឆ្នាំដែលចាប់បានទេយានអាប៉ូឡូហោះទៅនោះពេលចុះទៅឋានប្រច័ណ្ឌដល់ទង់ជ័យអាមេរិកនៅកន្លែងនោះបាទតាំងពីពេលនោះមកគឺអត់មានមនុស្សទៅទៀតទេណាគឺមានតែបាញ់បង្ហោះយានចុះចតហើយបញ្ជូនទិន្នន័យមកប៉ុន្តែលើកនេះដាក់អវកាសយានទៅតែម្ដងបាទវាក៏ជាលើកដំបូងដែលរ៉ុកែតបាទប្រើប្រព័ន្ធ Orion របស់ NASA បានដឹកមនុស្សទៅជាមួយផងដែរទីភ្នាក់ងារ NASA បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថាយាន Artemis ទី2ដែលជាការហោះហើររបស់ក្រុមយាន Artemis ដែលមានមនុស្សដំបូងគេគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅការវិលត្រឡប់ទៅកាន់ឋានប្រច័ណ្ឌបន្ទាប់ពីអាក់ខានអស់រយៈពេលយ៉ាងយូរនិងសម្រាប់ធ្វើបេសកកម្មនាពេលខាងមុខទៅឋានភពព្រះអង្គារផងដែរបាទអញ្ចឹងគឺគេនឹងយកទីតាំងនោះដើម្បីបង្ហោះទៅភពព្រះអង្គារទៀតយោងតាមទីភ្នាក់ងារ NASA អវកាសយានិកទាំង4អ្នកនៅលើយាន Artemis ទី2នឹងមិនចុះចតនៅលើឋានប្រច័ណ្ឌទេណាប៉ុន្តែផ្ទុយទៅវិញពួកគេនឹងធ្វើដំណើរជុំវិញព្រះច័ន្ទហើយនឹងវិលត្រឡប់មកវិញក្នុងល្បឿន30ដងលឿនជាងល្បឿនសំឡេងលឿនណាស់បាទលោកគាត់ពឹងអញ្ចឹងគាត់ទៅដល់ណាបាត់ហើយបាទ30ដងលឿនជាងល្បឿនសំឡេងក្នុងអំឡុងពេលធ្វើដំណើររយៈពេល10ថ្ងៃរបស់ពួកគេធ្វើទៅតែ10ថ្ងៃទេណាទៅតែ10ថ្ងៃទេពួកគេនឹងសាកល្បងប្រព័ន្ធទ្រទ្រង់ជីវិតនៅក្នុងកន្សោម Orion សម្រាប់បេសកកម្មដែលមានមនុស្សនាពេលអនាគតទៅកាន់ផ្ទៃឋានប្រច័ណ្ឌបាទពីព្រោះគេឃើញមានតំបន់នោះមានទឹកបាទដែលគេសាជាលើកមុនបាញ់យានទៅលើកមុនគឺថាមានតំបន់មួយគឺមានទឹកអាចមានខ្យល់ដែលអាចមនុស្សរស់នៅបានដូច្នេះបើសិនជាស្រាវជ្រាវលើកនេះឃើញមានជោគជ័យមែនគឺលើកក្រោយដាក់មនុស្សទៅហើយបាទការចោះចតនៅលើឋានប្រច័ណ្ឌនឹងកើតឡើងនៅក្នុងអំឡុងពេលបាញ់យាន Artemis ទី3បាទអញ្ចឹងនៅឆ្នាំដែលគេកំណត់ថានឹងបាញ់បង្ហោះនៅ
ឆ្នាំ2027បាទឆ្នាំក្រោយមកឆ្នាំក្រោយគឺបង្ហោះយាន Artemis ទី3ហើយចឹងបានន័យថាយាន Artemis ទី3ហ្នឹងគឺកំពុងផលិតហើយបាទរៀបចំបច្ចេកទេសហើយចឹងនេះគឺជាមហិច្ឆតាមួយរបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលដំណើររបស់ពួកគេអាកាសយានិកនឹងប្រមូលព័ត៌មានសំខាន់សម្រាប់បេសកកម្មនាពេលអនាគតទាំងនោះរួមទាំងការធ្វើពិសោធន៍តាមបែបវិទ្យាសាស្ត្រនិងសាកល្បងមើលដើម្បីជួយអ្នកវិទ្យាសាស្ត្រឲ្យយល់ដឹងអំពីរបៀបនៃការធ្វើដំណើរតាមអវកាសតើការធ្វើយ៉ាងម៉េចដែលប៉ះពាល់ដល់រាងកាយមនុស្សឬទេទីភ្នាក់ងារនេះបាននិយាយនៅក្នុងវីដេអូមួយដែលបង្ហោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមថាព័ត៌មានដែលយើងបានពីការហោះហើររបស់យាន Artemis ទី2នឹងជួយដំណឹងដល់បេសកកម្មនាពេលនឹងជួយដល់បេសកកម្មដល់ពេលអនាគតហើយនឹងជួយ NASA ត្រួសត្រាយផ្លូវសម្រាប់យុគសម័យបន្ទាប់នៃការរុករកនៅលើឋានព្រះច័ន្ទនិងភពព្រះអង្គារបាទអញ្ចឹងគឺបានន័យថាគឺដោយសង្ខេបទៅគឺទៅសិក្សាថាតើកន្លែងណាដែលអាចដាក់មនុស្សទៅបានពេលបើដឹងកន្លែងណាដាក់មនុស្សទៅបានហើយគេនឹងយកមនុស្សយកយានទៅដាក់នៅកន្លែងហ្នឹងសម្រាប់ធ្វើកន្លែងបាញ់បង្ហោះពីឋានព្រះច័ន្ទហ្នឹងទៅភពព្រះអង្គារទៀតហើយវិចិត្រជាងដើម្បីទៅសិក្សានៅភពព្រះអង្គារឲ្យបានច្បាស់ហើយបើតាមការដឹងកន្លងមកគឺភពព្រះអង្គារគឺមានលក្ខណៈអំណោយផលសម្រាប់ជីវិតរស់នៅនឹងច្រើនបាទអញ្ចឹងគឺគេយករឿងធំទៅសិក្សានៅលើមេឃបាទនេះគឺជារឿងប្រវត្តិសាស្ត្រមួយទៀតនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយសម្រាប់ប្រិយមិត្តដែលចូលមកស្ដាប់ការចែករំលែកព័ត៌មានពីបច្ចុប្បន្នភាពអាមេរិកសូមចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា